បងឃើញក្រាហ្វិកកាត World មិននឹងបាច់ឆ្ងល់យើងដាក់ World សាយថតវីដេអូទៅឃើញលយព្រោះធម្មតាសិនយើងຕົកចាយទៅវាអត់ World អញ្ចឹងទៅវាឃើញទាំងហាលវាអត់ World អញ្ចឹងទៅវាអត់លយយើងដាក់ World ទៅលយទាំងហាលខាងក្រោយវាខាងលើហ្នឹងវា World ទៅក៏លយហ្នឹងមកចេះលយម្ដងពេលសួងបងថ្ងៃនេះមាន gaming PC មួយចង់មកធ្វើការបង្ហាញបងហើយ gaming PC ហ្នឹងគឺ spec ខ្ពស់កប់ហើយសំខាន់តម្លៃវាតក្នុង 3000 ស្ដាយនេះថាក្នុង 3K តិចចុះបានគ្រឿងកប់ទាំងអស់ចាំដឹងថាថ្ងៃហ្នឹង spec គេខ្លះយើងប្រើគ្រឿងគេខ្លះមើលមកខ្ញុំមកចាំបែរតាមខ្ញុំអ្នកគ្នាចឹងថ្ងៃហ្នឹងដែរបងឃើញចឹងគឺសស្គូរងហើយ VGA យើងលេង highlight សខ្មៅហើយថ្ងៃហ្នឹងដែរគឺថាខ្ពស់ស្រឡះសំខាន់យើងមាន cooler ថ្មីចាំមកធ្វើការបង្ហាញហើយដល់បងឃើញចឹងទាំង board ទាំង cooler ទាំង RAM ទាំង cache អីគឺសស្គូរហ្មងហើយហ្នឹង cache នេះស្អាតទៀតអានេះគឺ cache Fanatec Evolve X ដែលបងឃើញខ្ញុំសារប្រើរបស់នៅសារ cache នេះតម្លៃគេមកគួរសមដែរប៉ុន្តែគាត់ថាយើងបានកញ្ចក់ហើយនឹងដៃគេគឺមាំហើយតាន់មែនតើបងសំខាន់មានភ្លើង ambient ទៀតខាងមុខនេះហើយនឹងលើខាងលើនេះមួយខ្សែគឺមានភ្លើង ambient ទាំង air flow ទាំងអីដល់ខាងលើនេះវាបាញ់ប្រឆិតដែរហើយខាងក្រោយនេះក៏វាបាញ់ប្រឆិតដែរកញ្ចក់មិនមែនតែមុខហើយនេះមកកញ្ចក់គឺបញ្ចុំមកខាងក្រោយនេះយើងមានសទះបិទខ្សែភ្លើងហើយយើងមានកញ្ចក់បាំងពីលើនឹងមួយជាន់ទៀតចូលនិយាយរឿងខាងយ៉ាងហ្នឹងខាង air flow ហើយមក air flow គឺយើងយកនៅលើចាញ់ក្រោមនេះចូលខាងក្រោយនេះគឺថាលៀនរបៀប LCD បងនេះឃើញទេសិននេះគឺគាត់យកទៅលេងហ្គេមសុតហ្មងចឹងហ្នឹងដែរទាំង CPU ទាំង VGA គឺយើងលេងគាត់មកកប់ហើយសម្រាប់ CPU បងថ្ងៃហ្នឹងដែរគឺយើងប្រើជាមួយ AMD អានេះគឺ AMD Ryzen 7ណារបស់គាត់នេះគឺ 9800X3D ប្រើសេរីពួក98យកហ្មងដោយសារគាត់យកតែមិនធ្វើការទេគឺលេងហ្គេមសុតហើយ board គាត់ M ទេណាថ្ងៃហ្នឹងយើងប្រើ board ប៉សងហ្មងឃើញប្រអប់ទេអានេះគេប្រើជាមួយ RG Strix B850A Gaming Wi-Fi ហ្មង board នេះយើងមាន Wi-Fi 7ទៀតហើយមាន Dolby Atmos Aura Syn ក៏មានភ្លើងនេះយើងសេរីបានណាលើកហ្នឹងក៏លៀនយើងប្រើ L Connect ផ្សេងហើយដល់បងឃើញចឹង board នេះគឺមែនតើទាំង back plate ទាំងអីគឺសទាំងអស់ហើយ M2 យើងដាក់បាន3ដើមទៀត M2 គាត់ speed លឿនក្រោយសារថ្ងៃហ្នឹងយើងប្រើជាមួយ Samsung 990 Pro មកតែងបងអញ្ចឹងគាត់សល់2 slot ទៀតសម្រាប់ថែម M2 ថ្ងៃមុខប្រើម្ដងហ្នឹងទៅបានហើយយើងជួយសំចៃភ្ញៀវហើយយើងប្រើ2ដើមបងថ្ងៃនេះយើងប្រើម្ដង 16G យើងប្រើ T-Force ទៀតហើយអានេះគឺ T-Force Delta RGB ពណ៌ស2ដើមនេះបងឃើញយើងនៅសល់2 slot ទៀតអាចថែមបានហើយសម្រាប់ cooler បងថ្ងៃហ្នឹងថែមមាន cooler ថ្មីថ្ងៃហ្នឹងយើងប្រើមួយ Thermalright ម្ដងបងឃើញយើងប្រើសេរីពណ៌ Hypervision ប្រើអីតែថ្ងៃនេះយើងមាន model ថ្មីមកអានេះគឺ Wonder Vision ដែលឥឡូវគឺច្រើនថា cooler កញ្ចក់កោងគឺវាពេញនិយមមែនតើយើងមាន RG យើងមាន 3X Panorama ហើយយើងមាន Wonder Vision បង Thermalright ទៀតអានេះកញ្ចក់វាកោងបងរៀងវាស្តៀងទៅនឹង RG UO ដែរតែគាត់ថា UO នោះយើងអាចរុញបានប៉ុន្តែនេះគឺវា fix មួយកន្លែងវាអាចរុញបានទេគាត់ថាកញ្ចក់វាអែបនេះគ្នាវាកោងរបៀបស L នេះបងសម្រាប់ graphic card យ៉ាងណាយើងប្រើជាមួយនឹង RG អានេះគឺ RG Astral RTX 58បងហើយជាមួយផ្លាំងបងគឺយើងមាននៅលើ graphic card មួយតែប៉ុន្តែត្រូវមាននៅលើ motherboard មួយទៀតហើយបងឃើញ side power កន្លែង motherboard ឃើញពណ៌ខ្មៅអញ្ចឹងបងមិនឆ្ងល់ទេសារតែហ្នឹងតែប៉ុន្តែក៏ត្រូវដាក់ streamer តែឥឡូវគាត់អត់តន់យកទេអញ្ចឹងមានថាផ្សេងថ្ងៃមុខទៅគាត់ដាក់ streamer យើងរុញសាំងទៅក្រោយទៅវាបាត់ពណ៌ខ្មៅហ្នឹងហើយជាប់និយាយរឿង PC ទៅប្រាប់ accessory របស់គាត់ accessory របស់គាត់នេះគឺយើងប្រើជាមួយនឹង Mercury មិនយើងប្រើគាត់អ្នកប្រើជាមួយ Gravastar នេះគឺ Gravastar Mercury V75 Pro បង keyboard នេះគឺមាន promotion ទាំងបង promotion នេះគឺនៅតែមានធម្មតាជាមួយនឹងការ free side coil keyboard ហើយរបស់គាត់នេះគាត់យកពណ៌ internal គឺថាឲ្យស៊ីមួយ keyboard គាត់ចឹងណាហើយវាមកគាត់កែមហ្នឹងបងអត់ទៀតឈូសគាត់យកជាមួយនឹង AJAS AJ159 Apex នេះវាមកជាមួយនឹង grip វាមកជាមួយនឹងអីទៀតហើយមួយទៀតហ្នឹងបង coating មើលមកគឺស្រួលកាន់មែនតើបងដាក់របស់ពួក Apex នេះដើរតួជា receiver ផងចដោះផងហើយអាចសាកថ្មបាត់សំខាន់នៅលើហ្នឹងមាន screen ដាក់60ឃើញទៀតអានេះទម្ងន់ 50g ជាយើងបាន 8K polling rate ទៀតឯមែនតើថ្លៃដល់60ទេថ្លៃទៅស្រាលទេមកហ្នឹងវាស្រួលក្តោបណាហើយវីដេអូមានតែប៉ុណ្្នឹងឯងបងចាំមើលវីដេអូក្រោយៗមានមិនសិនលុយឬក៏មាន accessory អីផ្លែៗទៀតចាំថតជូនបងមើលទៀតហើយយើងជួបគ្នានៅវីដេអូក្រោយបាយបាយ